ជំរាបសួរដល់សិស្សគណៈទាំងឡាយលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យដែលអស់លោកមានចំណេះដឹងខាងហោរាសាស្ត្រហើយថ្ងៃនេះខ្ញុំបានធ្វើនៅវីដេអូចែករំលែកនៅមូលដ្ឋានគ្រឹះសំខាន់សម្រាប់អ្នកសិក្សាហោរាសាស្ត្រហើយបើសិនជាវីដេអូនេះមានអ្នកចាប់អារម្មណ៍ច្រើនខ្ញុំនឹងធ្វើវីដេអូលើកទី2លើកទី3រហូតទៅតាមអ្វីដែលខ្ញុំធ្វើទៅបានហើយរាល់ការចែករំលែករបស់ខ្ញុំតើតើនឹងហោរានេះគឺมันកំណត់លើក្បួនទេអ្វីដែលខ្ញុំចង់និយាយនៅក្នុងក្បួនហោរាគឺតើតើនឹងក្បួនរបស់ផុនខ្មែរយើងដែលធ្លាប់ប្រើពីមុនមកបើតើតើនឹងរឿងក្បួនដតៃទៀតខ្ញុំមិនចេះដឹងអីនៅក្នុងអស់ហ្នឹងទេអញ្ចឹងខ្ញុំសូមនិយាយអ្វីតែជារបស់យើងតែបានហើយមូលដ្ឋានសម្រាប់អ្នកហោរានោះគឺទាមទារឲ្យចាំបាច់ណាសម្រាប់សិស្សគណៈទាំងឡាយនោះបើសិនជាមានចិត្តថាចង់រៀនឲ្យចេះចាំស្ទាត់ជំនាញអាចប្រើការបានមែននោះសុំទី1នោះត្រូវស្គាល់អំពីផ្កាយនៅប្រគ្រោះទាំង9ស្គាល់អំពីខ្នើតនឹងរនោចដែលមេកសេបោះមេហ្នឹងឈ្មោះខែនីមួយរបស់ចន្ទគតិនិងស្គាល់អំពីខែរបស់សូរិយគតិបែបខ្មែរយើងផងសូរិយគតិបែបខ្មែរយើងគឺសូរិយាតដែលមានមេសាឧសភៈដែលខ្ញុំបានសរសេរនៅក្នុងនៅលើกระดาษពណ៌ខ្មៅហ្នឹងហើយអញ្ចឹងសូមបងប្អូនកត់ត្រាទុកទៅព្រោះថាសុជៈបុលិហ្នឹងវាជាតួអង្គសំខាន់ណាស់របស់អ្នកសិក្សាវិជ្ជាទាំងឡាយបើអ្នកណាម្នាក់ប្រាជ្ញានឹងក្បួនច្បាប់4ប្រការហ្នឹងហើយវាដូចជាវិនិមុតចឹងបានថាវាប្រាជ្ញាហើយរៀនអត់ចេះដឹងទេទៅមិនរួចអញ្ចឹងត្រូវតែមានហើយជំហានបន្ទាប់ទៀតនោះគឺត្រូវស្គាល់អំពីទិសផងដែរទិសទាំង8បោអគ្នេតសិននិរដីបច្ចំពេយបដសានមិនចឹងព្រោះថាទិសហ្នឹងវាសំខាន់ណាស់ព្រោះហោរាមិនមែនរៀនដើម្បីតែទាយឲ្យលើមនុស្សទេគេរៀនដើម្បីស្គាល់អំពីកាលស្គាល់ពីវេលាទីហោរាឆ្នាំហ្នឹងផ្កាយណាខ្លះដែលជាផ្កាយធបដីតុងជ័យខែណាខ្លះខែធបដីតុងជ័យខែវិនាឧត្តបាទវិនាឃើញអត់សំបីនៅសម័យពុទ្ធកាលព្រះពុទ្ធព្រះអង្គសម្ដែងនិយាយអំពីពួកដែលចេះប្រើវិជាអខត្តរិកធ្វើឲ្យទីក្រុងមួយកើតជំងឺឧត្តបាទបានដោយសារតែវិជាអខត្តរិកព្រះអង្គហៅថាដេរឆានវិជាក្នុងโลกនេះវាដូចជាថ្នាំកែរោគចឹងវាគ្មានវិជាដេរឆានវាគ្មានវិជាដែលអាក្រក់ដែរវាអាក្រក់នោះអាក្រក់លើមនុស្សទេវិជាគ្រប់យ៉ាងបើប្រើឲ្យកើតប្រយោជន៍វាកើតប្រយោជន៍បើប្រើឲ្យបំផ្លាញវាបំផ្លាញចឹងឯងគ្មានអីជាដេរឆានវិជាទេវាមានតែមនុស្សដេរឆាននិងសត្វដេរឆានវិជាតែដេរឆានទេអញ្ចឹងរៀនបែបណាក៏ដោយសូមឲ្យតែខ្លាយជាការសិក្សារបស់យើងនឹងជួយមនុស្សជុំវិញខ្លួនជួយទាំងខ្លួនឯងជួយនឹងអ្នកដទៃឲ្យចេះមើលរឿងណាធ្ងន់រឿងណាស្រាលកុំថារឿងបាត់ស្បែកជើងជារឿងធ្ងន់ជាងរឿងដទៃអាហ្នឹងវាមិនល្អទេយើងរៀនដើម្បីការយល់ដឹងរបស់យើងនោះដើម្បីរកផ្លូវត្រឹមត្រូវនោះគឺញ៉ាំងខ្លួនឯងឲ្យកើតប្រយោជន៍និងញ៉ាំងអ្នកដទៃឲ្យបានសុខផងកើតប្រយោជន៍ផងហើយឥឡូវកុំហៅហែបែកអូហូស្ទឹងចេញពីហោរាឥឡូវយើងចូលហោរាវិញហើយត្រូវស្គាល់អំពីគេហៅថា
រឹកទាំង9និងតិថៃរបស់គេថារឹកលើរឹកក្រមបើយើងនិយាយតាមចក្ខរាសីវិញគេហៅថាដូចជារឹកលើដំណើររបស់ព្រះច័ន្ទដែលមានតលតោមហតនោចោរោវសយោភូមិបាលោទេវីទេសត្រីពេជ្ជឃាតរាជាសមណៈហ្នឹងណាហើយនៅក្នុងរឹកនីមួយៗហ្នឹងវាមានអ្នកខត្តរឹកហ្នឹងតូចហ្នឹងចំនួន3 39ដល់27មិនចឹងនិយាយដល់ចំណុចនេះប្រហែលជាអ្នកស្ដាប់នឹងស្ដាប់ហើយចង់កឡកចិត្តកឡកខួរព្រោះថាខ្ញុំនិយាយនេះត្រឹមតែគ្រឹះដំបូងមិនក៏ធ្លាយដល់ណាដល់នេះថាចក្ខរាសីវាមានរឹកដាច់រឹកមិនដាច់រឹកត្រួតរឹកលោតរឹកអីយ៉ាងទៅអ្នកតេតទៅអ្នកខន្តរឹកចុះអាមូលដ្ឋានតូចដែលខ្ញុំចែករំលែកដូចជានិយាយអំពីទិសអំបញ្ញម៉ាញ់ហ្នឹងតើវាពាក់ព័ន្ធគ្នាវាពាក់ព័ន្ធណាទៀនជ្រាបវាពាក់ព័ន្ធនៅក្នុងការសិក្សានេះពាក់ព័ន្ធខ្លាំងណាស់តាមពិតទៅអ្នក